នេះសម្លប្រហើផ្លែចេកនិងស្លឹកជ្រេះបងអូនអើយហើយវីដេអូនឹងដែរយូរហើយបងអូនអើយទៅរកឃើញកាត់តផុសតែម្ដងទៅបងអូនណាខ្លះដែលបានហូបសម្លមួយមុខនេះនៅតែបានហូបហើយចាត់ញ៉ាំដូចនាងខ្ញុំណាបងអូនហើយគ្រឿងផ្សំវាមានអីច្រើនទេបងអូនអើយប្រហើស្លឹកជ្រេះផ្លែចេកនឹងគឺមានដូចជានៅក្នុងវីដេអូនឹងឯងចាមើលតាមនឹងទៅណាបងអូនហើយសម្លប្រហើស្លឹកជ្រេះនឹងដែរបងអូនអើយប្របានស្លជាមួយត្រីរ៉ាន់អញ្ចឹងឆ្ងាញ់ណាបងអូនបើថាដាក់ត្រីក្រៀមអីដូចមិនសូវជាតិទេតែថាដាក់បានតែគ្នាទេត្រីបងអូនគាត់ថាវាអត់សូវជាតិដូចត្រីរ៉ាអីអញ្ចឹងហើយផ្លែចេកនេះដែរនេះខ្ញុំយកយ៉ាងចាស់តិចឲ្យបងអូនអើយដោយសារតែស្លទៅវាឆ្ងាញ់ណាដល់ពេលខ្ចីពេលវាយ៉ាងចត់ដល់ពេលចាស់ទៅវាអត់សូវចត់ទេបងអូនឥឡូវបន្ទាប់ពីនេះខ្ញុំរៀបចំគ្រឿងក្រៅឲ្យអស់ហើយក៏នេះខ្ញុំចាប់ផ្ដើមមកជ្រុំប្រហុកចាទឹកក្តៅឲ្យប្រហុកយើងរៀងឆ្អិនសិនបាននេះខ្ញុំមកដាក់គ្រឿងកាត់ឆ្អាបត្រីហ្នឹងបងអូនអត់មានអីច្រើនទេមានតែខ្ទឹម2កំពឹសហើយនឹងសក្តិមគល់នឹងឯងចាស់ហើយនឹងម្ទេសហមនឹងឯងឥឡូវបន្ទាប់ពីនេះខ្ញុំជ្រុំប្រហុកនៅកូនចានមួយឡែកហើយប្រហុកបានជ្រូកសាច់ជ្រូកអីហើយអស់ហើយបាននេះខ្ញុំយកមកដាក់ក្នុងទឹកសម្លនេះខ្ញុំចាបងអូនហើយផុកនេះដែរបងអូនអើយអ្នកម្ដាយខ្ញុំគាត់ធ្វើខ្លួនឯងនិយាយពីថាអោយតែស្លម្ដងឈ្ងុយឡើងពេញផ្ទះតែម្ដងចាំបានថាអាប្រហុកធ្វើដោយដៃខ្លួនឯងនេះបងអូនអើយនិយាយពីថាយកមកស្លប្រហើស្លម្ជូរនេះគឺឆ្ងាញ់អើយឆ្ងាញ់បើថាទិញគេគឺអត់សូវហូបអត់សូវកើតទេបងអូនដោយសារតែយើងលក្ខណៈថាធ្លាប់ហូបប្រហុកដោយស្នាដៃធ្វើខ្លួនឯងដល់ពេលមកទិញគេចានិយាយរួមអត់ចេះហូបទេគឺអត់ចេះស្លតែម្ដងណាអត់ឈ្ងុយប្រហុកតែឥឡូវមកមើលសម្លនេះខ្ញុំវិញបងអូនអើយនេះឥឡូវដល់វាដាក់ត្រីដាក់គ្រឿងហើយចាហើយគ្រឿងរបស់នេះខ្ញុំត្រីស្ករប៊ីចេងអីហ្នឹងអំបិលអីធម្មតាទេចាបងអូនហើយត្រីរ៉ាន់នឹងដែរគឺនាងខ្ញុំយកត្រីទក់និយាយរួមឲ្យតែស្លមិនថាប្រហើមិនថាមជូរធម្មតាអីទេគឺចូលចិត្តតែរើសត្រីទក់មកស្លហ្មងអញ្ចឹងបងអូនដោយសារតែនាងខ្ញុំចូលចិត្តក្បាលត្រីទក់ដល់ពេលអញ្ចឹងអីឲ្យតែស្លពីមុខនឹងម្ដងគឺតែងតែរើសត្រីទក់មកស្លហើយដើម្បីឲ្យបានហូបក្បាលអញ្ចឹងសាច់អីចង់ពីណាតំណើមអីយកទៅតែសំខាន់ខ្ញុំតំណើមក្បាលគឺខ្ញុំចូលចិត្តក្បាលអញ្ចឹងអត់ចូលចិត្តហូបសាច់ទេឥឡូវបន្ទាប់ពីខ្ញុំដាក់គ្រឿងក្រៅហើយអស់ហើយក៏ខ្ញុំទុកត្រីមកឆ្អិនហើយក៏នេះខ្ញុំចាប់ផ្ដើមដាក់ផ្លែចេកចូលចាហើយចេកនេះដែរនេះខ្ញុំទិញបានល្អណាបងអូនអើយនេះឡើងចាស់ល្មមមិនចាស់ពេកក៏មិនខ្ចីពេកដែរបន្ទាប់ពីដាក់ចេកឆ្អិនមកល្មមហើយក៏នេះខ្ញុំដាក់ស្លឹកជ្រេះចូលចាបងអូនអើយនេះស្លឹកជ្រេះនេះដែរក៏ល្អដែរបងអូនអើយទិញប៉ះអត់ចំអស់ល្វីងទេកាលមុនអីទិញប៉ះចំតែល្វីងដល់ពេលទិញសាច់នេះគឺអត់ល្វីងផងបងអូនអើយហើយឆ្ងាញ់ទៀតណាដាក់ស្លឹកជ្រេះនឹងចូលឲ្យជ្រុំឲ្យជាមួយទឹកក្តៅហ្នឹងបងអូនហើយកូរតិចឯងកុំកូរខ្លាំងពេកខ្លាចបែកសាច់ត្រីអញ្ចឹងព្រោះសាច់ត្រីរៀងឆ្អិនខ្លាំងដែរដល់ពេលអញ្ចឹងតែកូរខ្លាំងគឺបែកអស់ហ្មងបងអូនអើយអញ្ចឹងហើយនឹងខ្ញុំកូរថ្នមបងអូនអើយសូម្បីតែលើកសាច់ត្រីមកមើលកាមេរ៉ាហ្នឹងក៏លើកថ្នមដែរខ្លាចវាបែកក៏បងអូនឥឡូវសម្លប្រហើស្លឹកជ្រេះផ្លែចេករបស់នាងខ្ញុំក៏បានចាក់រីករាស់ផងដែរចាក៏នាងខ្ញុំរៀបចំទូដាក់ចានហើយបងអូនអើយនិយាយពីថាអត់តែឃើញនឹងឃ្លាម្ដងទៀតនេះបងអូនអើយនិយាយពីថាខ្ញុំបងអូនអើយឲ្យតែសម្លបៃតងឲ្យតែមានពណ៌បៃតងទឹកខៀវចាអូយនិយាយពីថាចូលចិត្តហូបណាសវ៉ាតហូបហ្មងបងអូនអើយនិយាយរួមចំណូលចិត្តតែម្ដងណាបើថាឲ្យសាច់គោសាច់អីគឺអត់ទេអត់ចំណូលទេនិយាយរួមឲ្យគេហូបច្រើនណាស់ដែលគេចូលចិត្តសាច់តែខ្ញុំចូលចិត្តសាច់ត្រីហើយបានសម្លប្រហើចេះទៀតអូននិយាយពីថា the best ហ្មងនិយាយរួមគឺចូលចិត្ត